ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនកំពុងប្រមូលផលស្វាយចន្ទីខណៈមានទីផ្សារល្អនៅឆ្នាំ2026នេះស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែងដែលមិនរើសដីងាយស្រួលដាំដុះធន់នឹងអាកាសធាតុដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជាដូចជាខេត្តមណ្ឌលគិរីរតនគិរីស្ទឹងត្រែងក្រចេះព្រះវិហារប៉ៃលិនឧត្តរមានជ័យកំពង់ធំកំពង់ចាមត្បូងឃ្មុំកោះកុងដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរដូចជាខេត្តកំពង់ឆ្នាំងពោធិ៍សាត់ព្រៃវែងបន្ទាយមានជ័យនិងខេត្តសៀមរាបលោកអឹមសុភឿនអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានបញ្ជាក់ថាទីផ្សារគ្រាប់ស្វាយចន្ទីគឺមានភាពល្អប្រសើរឡើងសម្រាប់កសិករបន្ទាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានយន្តការចងក្រងកសិករឲ្យក្លាយទៅជាសហគមន៍កសិកម្មខ្ញុំបាទឈ្មោះអឹមសុភឿនជាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសចូលរួមបង្ហាញពីសក្តានុពលដំណាំស្វាយចន្ទីនៅខេត្តប៉ៃលិនខេត្តប៉ៃលិនមានការដាំដុះដំណាំស្វាយចន្ទីស្ទើរគ្រប់ឃុំសង្កាត់ទូទាំងខេត្តហើយការដាំដុះនេះគឺប្រើពូជ M23 បច្ចុប្បន្ននេះគឺដំណាំស្វាយចន្ទីនៅខេត្តប៉ៃលិនគឺកសិករបានដាំដុះចំនួន2742ហិកតាបាទហើយក្នុងនោះមាន1782ហិកតាដែលយើងអាចចាប់ផ្ដើមប្រមូលផលឆ្នាំទី1ទី2បាទជាបន្តបាទហើយការប្រមូលផលស្វាយចន្ទីនេះគឺយើងអាចប្រមូលផលពីខែ3រហូតដល់ខែ5បាទខែ4គឺមានការប្រមូលផលច្រើនបាទហើយជាការសន្និដ្ឋានឆ្នាំនេះយើងមានបញ្ហាអាកាសធាតុធ្វើឲ្យជ្រុះក្តាប់ឬក៏ការកាន់ផ្លែមិនសូវល្អអញ្ចឹងគឺទិន្នផលគឺយើងអាចថាបានបង្គាបាទលោកបន្តថាការរៀបចំឲ្យមានយន្តការនេះដើម្បីឲ្យកសិករអ្នកផលិតមានអំណាចលក់ផលិតផលនិងចរចាតម្លៃជាមួយក្រុមហ៊ុននិងឈ្មួញដែលប្រមូលទិញប្រសិនបើយើងលក់ជាលក្ខណៈទីផ្សារសេរីយើងអត់អាចកំណត់តម្លៃនៅក្នុងទីផ្សារបានទេមន្ទីរកសិកម្មក៏បានចូលរួមកិត្តគូតម្រង់ទិសដល់កសិករគឺការប្រមូលផលគឺយើងប្រមូលផលស្វាយចន្ទីធ្វើយ៉ាងណាឲ្យគុណភាពកុំឲ្យឈ្មួញកដាលគាត់ទម្លាក់ថ្លៃបាទគឺយើងប្រមូលផលស្វាយចន្ទីឲ្យបានសមស្របបាទកុំឲ្យប្រមូលផលខ្ចីកុំឲ្យប្រមូលផលស្វាយចន្ទីដែលជាប់សាច់បាទអញ្ចឹងគឺមន្ទីរកសិកម្មគឺមានការណែនាំបច្ចេកទេសជាច្រើនបាទហើយទន្ទឹមនឹងក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងដែលតែងតែយកចិត្តទុកដាក់តម្រង់ទិសហើយយើងឃើញថាសក្តានុពលស្វាយចន្ទីយើងគឺកំពុងតែមានការរីកចម្រើនបាទជាក់ស្ដែងនៅឆ្នាំនេះកសិករដែលកំពុងប្រមូលផលគ្រាប់ស្វាយចន្ទីលោកដុកពុំរស់នៅភូមិទឹកផុសសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនបានឲ្យដឹងថាលោកបានដាំស្វាយចន្ទីលើផ្ទៃដី5ហិកតានិងដើមជាង1200ដើមនិងបានប្រមូលផលចំនួន3ឆ្នាំហើយជំរាបសួរបងប្អូនទាំងអស់គ្នាបាទឈ្មោះដុកពុំនៅធ្វើដីនៅភូមិចំនួនផ្ទៃដី5ហិកតាខ្ញុំដាំចន្ទីទាំងអស់ដីនេះគ្រូចន្ទីនេះខ្ញុំការថែតំឆ្នាំនេះក៏បានទីពេប៉ុន្តែអីទេទីមួយយើងធ្វើស្តង់ដារវាដែរប៉ុន្តែខ្ញុំខ្វះតិចតួចជាចែកទេសខ្ញុំធ្វើប៉ុន្តែខ្ញុំចំនួនដីខ្ញុំធ្វើនេះចំណាយវាប៉ុន្តែចំណាយតែថែតំជាមកជុំភាគ8លានក្នុង5ហិកតាពូជនេះគឺខ្ញុំដាំពូជ M23 ទៅស្តង់ដារគេមកទិញគេសរសើរគ្រប់គ្នាថាយើងបានផ្លែធំស្អាតលោងអញ្ចឹងវាអត់មានទូចអញ្ចឹងអានេះខ្ញុំនៅទៅខ្ញុំប្រមូលវាបេះទៅវាបេះបានថា100គីឡូជាងដែរវានៅខ្ចីអញ្ចឹងវាមានដល់ដើមអញ្ចឹងណាបាទក្នុងមួយថ្ងៃ1គីឡូជាង50គីឡូទៅវាអត់តាន់ផ្លែដល់ទេវា4ថ្ងៃទៀតបានពេញបេះលោកបន្តថាឆ្នាំនេះគ្រាប់ស្វាយចន្ទីស្រួលលក់និងមានទីផ្សារល្អព្រោះនៅក្នុងខែមីនា1គីឡូក្រាមគ្រាប់សើម
មានតម្លៃជាង 7,000 រៀលនិងអាចមានតម្លៃល្អលើសនឹងទៀត ទីផ្សារយ៉ាងនេះខ្ញុំក៏សរសើរថាទិញបានថ្លៃល្អខ្ពស់អញ្ចឹងតម្លៃវាមកក្រោមពី 7,000 ឡើងទៅ 7,500 ទេតម្លៃវាល្អយ៉ាងនេះខ្ញុំក៏សរសើរខ្ញុំអាចថាចន្ទីឆ្នាំនេះខ្ញុំអាចតែគិតមកខ្ញុំភាគវាអត់ក្រោមពី 6 តោនដល់ 7 តោនទេអាហ្នឹងគិតតែមកខ្ញុំភាគទេវាអត់ក្រោមហ្នឹងទេអាហ្នឹងចន្ទីយើងខូចខ្លះបើថាជាយើងអត់ខូចអាចនឹងបានលើសហ្នឹងអញ្ចឹងខាតពិបាលខេត្តយើងនឹងជួយជំឆេងរកទីផ្សារឲ្យខ្ញុំសូមអរគុណដែលបានថ្លៃខ្ញុំសូមអរគុណដល់មន្ទីរកសិកម្មយើងនឹងខេត្តប៉ៃលិននេះគាត់បានជួយណែនាំខ្ញុំដែរព្រោះខ្ញុំមកណែនាំឲ្យយើងធ្វើមិនឲ្យបានផលយ៉ាង ចំណែកឯលោកសវែងមន្ត្រីបច្ចេកទេសកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានសំណូមពរឲ្យបងប្អូនប្រជាកសិករប្រមូលផលផ្លែចន្ទីឲ្យបានត្រឹមត្រូវតាមស្តង់ដារដោយត្រូវទុកឲ្យផ្លែចន្ទីនោះទុំល្អធ្លាក់មកលើដីទើបជាការល្អជាជាងបេះទម្លាក់ពីលើដើម ដោយសារតែស្វាយចន្ទីសប្តាហ៍ថ្ងៃនេះយើងឃើញថាតម្លៃទីផ្សារគឺល្អមែនទែនចន្លោះពី 7,000 ទៅ 7,500 រៀលនៅក្នុងទឹកដីខេត្តប៉ៃលិនអញ្ចឹងខ្ញុំសូមណែនាំពីបច្ចេកទេសនៅក្នុងការប្រមូលផលអញ្ចឹងដោយសារតែតម្លៃទីផ្សារមានការហក់ឡើងខ្ពស់កសិករមួយចំនួនគឺគាត់ចាប់ដើមធ្វើការងារប្រមូលផលហ្នឹងលឿនពេកអញ្ចឹងជាទូទៅ ការងារប្រមូលផលស្វាយចន្ទីគឺទាមទារឲ្យស្វាយចន្ទីនឹងទុំល្អក្នុងគោលបំណងដើម្បីឲ្យក្របរបស់វានឹងមានការពេញណែនល្អមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅពេលដែលយើងយកទៅលក់ទៅយើងបានទទួលបានទម្ងន់នឹងធ្ងន់ល្អអញ្ចឹងយើងណែនាំឲ្យកសិករមានន័យថាទុកក្របស្វាយចន្ទីនឹងឲ្យទុំល្អគឺនៅពេលដែលទុំគឺក្របស្វាយចន្ទីរបស់យើងនឹងគឺធ្លាក់ទៅដល់ដី បាទហើយយើងអាចទុករយៈពេល 10 ថ្ងៃឬក៏មួយអាទិត្យក្រោយពីវាធ្លាក់ទៅដល់ដីយ៉ាងយូរគឺពី 2 ថ្ងៃក្រោយពីវាជ្រុះទៅដល់ដីនេះគឺយើងចាប់ដើមប្រមូលផល សូមបញ្ជាក់ថាតបតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តប៉ៃលិនបានខិតខំប្រឹងប្រែងទំនាក់ទំនងនិងបើកកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុកសំដៅលើកស្ទួយវិស័យកសិកម្មឲ្យរីកចម្រើនប្រកបដោយចីរភាពនិងបរិយាបន្នយោងតាមទិន្នន័យរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងថាផ្ទៃដីដាំដុះដំណាំកសិកម្មក្នុងខេត្តមានចំនួន 48,316 ហិកតា ក្នុងនោះមានដំណាំមានប៉ៃលិន ស្វាយកែវរមៀនកៅស៊ូ ពោតក្រហម ដំឡូងមី ដោយឡែកផ្ទៃដីដាំដំណាំស្វាយចន្ទីមានចំនួន 2,742 ហិកតា ដែលអាចប្រមូលផលបាន 1,782 ហិកតា